ចាសូមជម្រាបសួរទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាត្រឡប់មកជួបគ្នាសាជាថ្មីជាមួយនឹងការព្យាករណ៍រាសីប្រចាំខែឧសភាសម្រាប់ខែ5ឆ្នាំ2026នេះផ្ទាល់តែម្ដងចាអញ្ចឹងសម្រាប់លោកអ្នកដែលកើតឆ្នាំជូតនៅក្នុងខែឧសភានេះផ្ទាល់អាចថាសម្រាប់ខែ5លោកអ្នកនៅតែមិនទាន់ធូរស្រាលពាក់ព័ន្ធជាមួយនឹងបញ្ហាផ្សេងការគិតភាពស្មុគស្មាញនៅតែអាចចូលមកហើយលោកអ្នកអាចនឹងត្រូវអង្គុយចាំដោះស្រាយតែរឿងអ្នកជុំវិញខ្លួនទេដោយសារតែឆ្នាំនេះគឺលោកអ្នកត្រូវឆុងឆ្នាំផងចាអញ្ចឹងធ្វើឲ្យយើងអាចមានរឿងស្មុគស្មាញដែលត្រូវគិតត្រូវដោះស្រាយច្រើនហើយមិនត្រឹមតែរឿងខ្លួនឯងទេត្រូវទៅជួយដោះស្រាយចំពោះអ្នកជិតខ្លួនទៀតអញ្ចឹងធ្វើឲ្យយើងរៀងស្មុគស្មាញមានអារម្មណ៍ថាពេលខ្លះលោកអ្នកគេហៅថាខកបំណងអស់សង្ឃឹមឬពេលខ្លះអាចនឹងចង់ចុះចាញ់ជាមួយនឹងខ្លួនឯងណាអាចថាយើងទៅជាចង់បាក់ទឹកចិត្តអញ្ចឹងនៅក្នុងឆ្នាំនេះមិនថាលោកអ្នកឆុងឆ្នាំមិនថាលោកអ្នកជួបរឿងមិនល្អខ្លាំងប៉ុណ្ណាក៏ដោយឲ្យតែលោកអ្នកអាសាធ្វើបុណ្យឲ្យបានច្រើនយើងអាចថាព្យាយាមពង្រឹងផ្លូវចិត្តខ្លួនឯងត្រឡប់មកវិញរឿងអីក៏យើងអាចឆ្លងផុតទៅបានដែរមិនមានភាពតច្រកសម្រាប់មនុស្សដែលមានការខំប្រឹងទេណាចាសម្រាប់តមកទៀតចូលដល់រឿងលុយកាក់ចាតំណែងលុយកាក់របស់លោកអ្នកនៅក្នុងខែឧសភានេះផ្ទាល់ឃើញថាលោកអ្នកអាចនៅមិនទាន់ល្អប្រសើរទេយើងអាចមានការចំណាយច្រើនចាអាចចំណាយទៅលើរឿងសុខភាពខ្លួនឯងអាចចំណាយទៅលើសុខភាពអ្នកជុំវិញខ្លួនហើយនៅក្នុងខែនេះរឿងលុយកាក់ឃើញថាមានភាពតានតឹងតិចហើយសម្រាប់លោកអ្នកណាលុយចូលរៀងតឹងតែបើលុយចេញរៀងធូរដៃមែនតើចាទប់អត់ចង់ជាប់ណានៅក្នុងខែនេះផ្ទាល់អញ្ចឹងតំណែងលុយកាក់អាចមិនសូវល្អប្រសើរទេគួរប្រយ័ត្នការចាយវាយរបស់យើងផងដែរហើយសម្រាប់អ្នកការឆ្នាំជូតអាចថាពេលខ្លះលោកអ្នកជាមនុស្សដែលគេហៅថាស្រឡាញ់អីមួយក៏ដោយគឺលោកអ្នកអត់ចូលចិត្តយករបស់អត់ល្អទេអញ្ចឹងបើយើងចង់បានអីមួយភាគច្រើនរបស់ល្អអញ្ចឹងនៅក្នុងខែនេះបើសិនជាលោកអ្នកអាចមានបំណងចង់ទិញរបស់ល្អអីមួយមិនថាជាសម្ភារៈអីផ្សេងទេលោកអ្នកត្រូវគេហៅថាយើងគនត្រូលខ្លួនឯងផងថាយើងអាចទិញហើយយើងអាចប្របាក់ឬអត់បើសិនជាលោកអ្នកអាចថាមានលុយល្មមសម្រាប់ទិញគួរកុំតន់អាចទិញចាំឲ្យលើសពីចំនួនដែលយើងត្រូវទិញអញ្ចឹងចាំយើងទិញចឹងហើយនេះយើងទិញហើយយើងនឹងសល់ខ្លះសម្រាប់ទុកក្នុងខ្លួនបើមិនចឹងទេទិញហើយលោកអ្នកត្រូវអង្គុយគិតប្របាក់ចិត្តមកវិញអញ្ចឹងណាចាហើយសម្រាប់សុខភាពរបស់លោកអ្នកដូចជាអញ្ចឹងគឺมันសូវជាល្អប្រសើរដែរនៅក្នុងខែនេះអញ្ចឹងគួរប្រយ័ត្នណាចាហើយរឿងការងារសម្រាប់អ្នកកើតឆ្នាំជូតក្នុងខែនេះការងាររបស់លោកអ្នកអាចមានបញ្ហាដែលគេយកមកទម្លាក់ឲ្យលោកអ្នកចាឬក៏អ្នកខ្លះក៏ព្យាយាមទម្លាក់កំហុសឲ្យយើងអញ្ចឹងនៅកន្លែងការងារអ្នកកើតឆ្នាំជូតត្រូវប្រយ័ត្នមែនតើជាពិសេសប្រយ័ត្នជាមួយមនុស្សអាយុតិចជាងនៅកន្លែងការងារអាចនឹងគេព្យាយាមមុនដំបូងគឺមកពឹងយើងទេចាពេលដែលពឹងយើងហើយយើងជួយហើយពេលដែលមានបញ្ហាគេទាញយើងចូលទៅឲ្យពាក់ព័ន្ធជាមួយនឹងបញ្ហាទាំងអស់ហ្នឹងអាចនឹងមានការចោទប្រកាន់ឬទម្លាក់កំហុសដាក់លោកអ្នកអញ្ចឹងគួរប្រយ័ត្នមែនតើណាចាហើយសម្រាប់ការរកស៊ីនៅក្នុងខែនេះចាយើងអាចថាមិនសូវជាមានភាពរលូនទេចាថ្ងៃខ្លះក៏បានថ្ងៃខ្លះក៏អត់ការលក់ដូររបស់យើងអាចមានឧបសគ្គខ្លះដែរចាជួនកាលលក់ចឹងមានគូប្រជែងឬក៏អាចថាលក់អ្នកលក់ដូរអញ្ចឹងទៅអាចជាងស្ងាត់ឬក៏មានអ្នកមកប្រជែងតម្លៃជាមួយយើងអញ្ចឹងទៅធ្វើឲ្យយើងពិបាកក្នុងការលក់ចេញអីអញ្ចឹងណាហើយសម្រាប់ពាក់ព័ន្ធជាមួយនឹងរឿងស្នេហាឬក៏ជីវិតគូវិញនៅក្នុងខែនេះសម្រាប់លោកអ្នកដែលមានដៃគូចាអត់ដឹងថាអ្នកកើតឆ្នាំជូតលោកអ្នកកំពុងនៅឆ្ងាយពីគ្នាឬអត់ទេណាបើសិនជានៅឆ្ងាយពីគ្នាលោកអ្នកអាចមានឱកាសនឹងមានជើងលេខដែលយើងអាចដែលថាមានការនឹករលឹកមានការណាត់ជួបគ្នាអីហ្នឹងគឺអាចមានហើយបងដែលបែកគ្នាយូរហ្នឹងក៏អាចថាមានឱកាសនឹងត្រឡប់មកត្រូវគ្នាវិញដែរហើយសម្រាប់ជីវិតគូនៅក្នុងខែនេះឃើញថាអ្នកមានដៃគូអ្នកកើតឆ្នាំជូតលោកអ្នកអាចព្យាយាមអត់ឲ្យអធិស្ឋានគ្នាបានយ៉ាងល្អអញ្ចឹងមិនមានអីជាបញ្ហាទេណាចាហើយសម្រាប់ពាក់ព័ន្ធជាមួយនឹងរឿងស្នេហារបស់លោកអ្នកដែលនៅលីវលោកអ្នកដែលមិនទាន់មានអ្នកណានៅក្នុងខែឧសភានេះលោកអ្នកអាចមានឱកាសនឹងត្រូវបានចាស់ទុំឬក៏បងប្អូនមានសាច់ញាតិអាចនឹងមានណែនាំអ្នកណាម្នាក់ឲ្យលោកអ្នកបានស្គាល់អាចជួបគ្នាចាតាមរយៈសាច់ញាតិអីចឹងណាចាហើយសម្រាប់ពាក់ព័ន្ធជាមួយនឹងរឿងដែលគួរប្រយ័ត្នបំផុតនៅក្នុងខែនេះគឺលោកអ្នកហាមដាច់ខាតណាកុំព្យាយាមទៅជួយធានារឿងអីឲ្យគេសោះមិនថាលុយកាក់ឬការធានាអីផ្សេងទេអាចនឹងនាំទុកដល់ខ្លួនឯងចឹងត្រូវប្រយ័ត្ននិងជៀសវាងឲ្យបានចាកុំពាក់ព័ន្ធនឹងរឿងទាំងអស់ហ្នឹងចាហើយពាក់ព័ន្ធជាមួយនឹងការធ្វើបុណ្យគឺលោកអ្នកអាសាធ្វើបុណ្យជាមួយនឹងចាស់ទុំរបស់យើងជាមនុស្សស្រីឲ្យបានច្រើនដើម្បីជាការលើករាសីរបស់យើងផងចាហើយពណ៌លើករាសីគឺមានពណ៌មាសហើយនិងពណ៌សណាចា